បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំបន្ថែមពាក់ព័ន្ធជាមួយនឹងការកែទិន្នន័យអត្រាកូលដ្ឋាននៅក្នុងសម្បត្តិកំណើតឬក៏សម្បត្តិអាពាហ៍ពិពាហ៍ឬក៏សម្បត្តិមរណភាពតើរយៈពេលប្រហែលដែលយើងទទួលបានសេចក្តីសម្រេចកែតម្រូវនឹងបាទណាបាទអញ្ចឹងរយៈពេលនៃការកែតម្រូវបាទរយៈពេលនៃការកែតម្រូវបាទរយៈពេលនៃការកែតម្រូវសម្បត្តិកំណើតបាទរយៈពេលនៃការកែតម្រូវសម្បត្តិកំណើតខ្ញុំដាក់តែមួយប៉ុន្តែវាមានច្រើនណាអញ្ចឹងខ្ញុំសេខ្លីៗតែប៉ុណ្្នឹងទៅរយៈពេលនៃការកែតម្រូវសម្បត្តិកំណើតខ្ញុំនិយាយពីរឿងឯកសារគ្រប់ឯណាឯកសារគ្រប់បាទករណីឯកសារគ្រប់បាទករណីឯកសារគ្រប់នឹងមានអីខ្លះសូមមើលវីដេអូទៅបាទខ្ញុំអត់បានរៀបរាប់ទៀតទេបាទសូមមើលវីដេអូបាទសូមមើលវីដេអូមុនបាទខ្ញុំមាន Facebook មួយដែរខ្ញុំដាក់វីដេអូខ្លីៗពាក់ព័ន្ធជាមួយនឹងឯកសារភ្ជាប់សម្រាប់ការកែតម្រូវហ្នឹងបងប្អូន scroll ទៅមើលទៅ Facebook ហ្នឹងឈ្មោះមេឃុំប្រជាជនមានរូបខ្ញុំពាក់អាវមានស័ក្តិមានអីហ្នឹងណាអញ្ចឹងក្នុងករណីមានឯកសារគ្រប់គ្រាន់ក្នុងសេចក្តីណែនាំគឺបងប្អូនអាចដាក់ពាក្យបាទដាក់ពាក្យនៅណាដាក់ពាក្យនៅពីកន្លែងណាបាទដាក់ពាក្យនៅពីកន្លែងទី1នៅសាលាក្រុងស្រុកណាបាទសាលាក្រុងស្រុកខណ្ឌបាទសាលាក្រុងស្រុកខណ្ឌដែលសៀវភៅអត្រាកូលដ្ឋានរបស់បងប្អូនតម្កល់នៅនឹងបាទទី2អាចទៅដាក់នៅនាយកដ្ឋានបាទដាក់នៅនាយកដ្ឋានអត្រានុកូលដ្ឋានបាទនាយកដ្ឋានអត្រានុកូលដ្ឋានបាទនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តញ្ញាណកម្មអញ្ចឹងអានេះនៅភ្នំពេញណាបាទភ្នំពេញបើបងប្អូនដាក់នៅសាលាក្រុងស្រុកខណ្ឌមានឯកសារគ្រប់គ្រាន់គឺខ្ញុំបញ្ជាក់ម្ដងទៀតណាឯកសារសូមទៅមើលវីដេអូមានឯកសារគ្រប់គ្រាន់គឺសាលាក្រុងស្រុកខណ្ឌនេះគេអត់ទុកបបងយូរទេបាទគេអត់ទុកបបងយូរទេគឺរយៈពេល3ថ្ងៃបាទ3ថ្ងៃគឺត្រូវបញ្ជូនទៅណាទៅសាលារាជធានីខេត្តបាទសាលារាជធានីខេត្តណាបាទ3ថ្ងៃត្រូវបញ្ជូនទៅសាលារាជធានីខេត្ត3ថ្ងៃថ្ងៃធ្វើការទីរាប់សៅរ៍អាទិត្យចុះបាទបន្ទាប់មកទៀតសាលារាជធានីខេត្តនេះបាទគាត់មានរយៈពេល3ថ្ងៃទៀតបាទ3ថ្ងៃគាត់បញ្ជូនទៅណាបញ្ជូនទៅនាយកដ្ឋានបាទបញ្ជូនទៅនាយកដ្ឋានអត្រានុកូលដ្ឋានបាទបញ្ជូនទៅនាយកដ្ឋានអត្រានុកូលដ្ឋានអញ្ចឹងឆ្លងឆ្នាំសិទ្ធិសម្រេចគឺមន្ត្រីអត្រាកូលដ្ឋានថ្នាក់ជាតិបាទអាយដំសនីអញ្ចឹងអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តញ្ញាណកម្មលោកទើបមានសិទ្ធិសម្រេចក្នុងករណីឆ្លងឆ្នាំបែបហ្នឹងអញ្ចឹងកន្លែងដាក់ពាក្យដាក់នៅសាលាស្រុកក៏ដោយ3ថ្ងៃគេបញ្ជូនទៅសាលាខេត្ត3ថ្ងៃសាលាខេត្តបញ្ជូនទៅនាយកដ្ឋានអត្រាកូលដ្ឋានឬក៏អាចទៅនាយកដ្ឋានខ្លួនឯងផ្ទាល់នាយកដ្ឋានលោកចាប់ផ្ដើមពិនិត្យមើលឯកសារភ្ជាប់ចុះហោហាយអញ្ចឹងទៅដើម្បីធានាភាពត្រឹមត្រូវហើយពិនិត្យមើលលើមូលហេតុពិនិត្យលើឯកសារភ្ជាប់ភាពត្រឹមត្រូវអីចឹងហោហាយចឹងទៅគាត់មានសិទ្ធទី1ក្នុងករណីណាដែលមិនត្រឹមត្រូវការស្នើសុំមិនត្រឹមត្រូវគាត់ក៏មិនសម្រេចកែតម្រូវទេបាទមិនសម្រេចកែតម្រូវទេបាទអញ្ចឹងបើមិនសម្រេចកែតម្រូវទៅណាគាត់ប្រាប់មូលហេតុយកទៅប្តឹងនៅតុលាការទៀតទៅបាទប៉ុន្តែបើមានឯកសារគ្រប់គ្រាន់ហើយអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តញ្ញាណកម្មលោកសម្រេចឲ្យកែតម្រូវណាបាទសម្រេចកែតម្រូវ
បាទសម្រាប់កែតម្រូវគឺក្នុងករណីដាក់ពាក្យនៅត្រឹមសាលាក្រុងស្រុកខណ្ឌណាមិនឲ្យលើស30ថ្ងៃណាបាទមិនលើស30ថ្ងៃបាទបើដាក់ពាក្យនៅយុវដ្ឋានត្រាកោឋានខ្លួនឯងផ្ទាល់គឺមិនលើស20ថ្ងៃបាទមិនលើស20ថ្ងៃនេះគឺជារយៈពេលកំណត់នៅក្នុងសេចក្តីណែនាំលេខ006សននរបស់ក្រសួងមហាផ្ទៃអញ្ចឹងបងប្អូនត្រូវតែគិតគូរឲ្យតាមដានឯកសារខ្លួនឯងខុសត្រូវតែរៀបចំឯកសារពាក់ព័ន្ធនេះរៀបចំឯកសារពាក់ព័ន្ធរកឲ្យគ្រប់ហើយមើលទៅដាក់ពាក្យនៅសាលាក្រុងស្រុកខណ្ឌណា3ថ្ងៃគេបញ្ជូនទៅសាលាខេត្ត3ថ្ងៃសាលាខេត្តជូនទៅយុវដ្ឋានពិនិត្យ30ថ្ងៃបើដាក់នៅក្រុងស្រុកខណ្ឌ20ថ្ងៃបើដាក់ទៅដល់យុវដ្ឋានខ្លួនឯងអញ្ចឹងជំរឿសនេះបងប្អូនមើលមួយណាក៏បានដែរហើយនីតិវិធីក្នុងហ្នឹងមន្ត្រីចឹងធ្លាប់តែកែគាត់ខុសដែរក៏មុនគាត់នៅកន្លែងគាត់នោះគាត់ខុសឆ្នាំកំណើតតែខុសឆ្នាំកំណើតគាត់ទៅកែគាត់ថាគេអត់យកលុយផងណាបាទគេអត់យកលុយផងតិចទៅនិយាយអារឿងយើងជូនគេហូបកាហ្វេហូបអីខ្លួនឯងអីហ្នឹងថាជារឿងគេយកលុយបើឲ្យយកអត់យកទេឲ្យតែបងប្អូនធ្វើឯកសារតាមហ្នឹងធ្វើឯកសារតាមហ្នឹងឲ្យត្រឹមត្រូវហើយរយៈពេលនេះគឺជារយៈពេលនៅក្នុងសេចក្តីណែនាំហើយរយៈពេលជាក់ស្ដែងខ្ញុំក៏អត់ដឹងថាប្រហែលដែរប៉ុន្តែមន្ត្រីខ្ញុំទៅកាលមុនគាត់ថាដូចជាមួយខែបន្តិចចឹងគឺវាប្រហែលវាសមស្របជាមួយនឹងសេចក្តីណែនាំបងប្អូនអាចសាកសួរបន្ថែមបើបងប្អូនមានចម្ងល់អីលើរឿងហ្នឹងណាអញ្ចឹងខ្ញុំរាប់ខ្លីៗបន្តិចបាទខ្ញុំរាប់ខ្លីៗពេកណាបាទឯកសារគ្រប់ខ្ញុំនិយាយឯកសារគ្រប់បាទកែសម្បត្តិកំណើតណាកែសម្បត្តិកំណើតដាក់មុខកញ្ចក់ឯកសារគ្រប់បាទឯកសារគ្រប់បើដាក់ពាក្យនៅសាលាស្រុកណាដាក់ពាក្យនៅសាលាស្រុកគឺមិនលើស30ថ្ងៃបាទមិនលើស30ថ្ងៃបើដាក់ពាក្យនៅនាយកដ្ឋានគឺមិនលើសប៉ុន្មាន20ថ្ងៃប៉ុណ្្នឹងហើយណាខ្លីពាក់ព័ន្ធមួយរយៈពេលណាលើកលែងតែយើងទៅឯកសារក៏អត់គ្រប់អីគេឲ្យទៅធ្វើនេះធ្វើនោះអត់ថាមន្ត្រីចេះតែដេញយើងឲ្យធ្វើនេះធ្វើនោះសពគ្រប់អីហោហាហ្នឹងពិបាកដែរពេលខ្លះបងប្អូនទៅឲ្យគេធ្វើឲ្យទាំងអស់អត់ខំប្រឹងខ្លួនឯងអាហ្នឹងស្មុគស្មាញដែរខ្ញុំនិយាយត្រង់បងប្អូនត្រូវរៀបចំឯកសារហ្នឹងឲ្យបានត្រឹមត្រូវតាមការណែនាំព្រោះមានសេចក្តីណែនាំមានអីហោហាហើយបងប្អូនអត់យកចិត្តទុកដាក់ឲ្យជាឯកសាររបស់ខ្លួនឯងអាហ្នឹងពិបាកដែរហើយឈប់ដេញដោលទៅគ្នាទៅថាខុសនឹងមកពីណាមកពីអីចឹងទៀតទៅអាហ្នឹងគឺធ្វើយ៉ាងម៉េចទេវាចូលរួមចំណែកជាមួយគ្នាទាំងមន្ត្រីរបស់យើងហើយទាំងប្រជាពលរដ្ឋខ្លួនឯងជាមួយគ្នានេះខ្ញុំក៏ជំរាបបងប្អូនដែរថាក្រសួងមហាផ្ទៃនេះបាទក្រសួងមហាផ្ទៃដែលជាសេនាធិការជូនរាជរដ្ឋាភិបាលនោះលោកខិតខំយកចិត្តទុកដាក់លើរឿងនេះណាតាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មណាបាទអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនេះបាទកំពុងរៀបចំប្រព័ន្ធហើយប្រព័ន្ធហ្នឹងខ្ញុំស្ដាប់ហើយសប្បាយចិត្តណាក្នុងនាមជាមន្ត្រីអត្រាកូលដ្ឋានគឺសប្បាយចិត្តក្នុងនាមមន្ត្រីបានផ្ដល់សេវាឲ្យបងប្អូនបានល្អហើយក៏សប្បាយចិត្តជាមួយនឹងបងប្អូនយើងគឺឯកសារទៅមុខទៀតលែងខុសហើយដោយសារអីនៅក្នុងប្រព័ន្ធណាបាទនៅក្នុងប្រព័ន្ធនៅពេលដែលវាយឈ្មោះកូនថ្ងៃខែឆ្នាំកំណើតកូនភេទកូនអីហើយអស់ដល់ឯងឈ្មោះឪពុកម្ដាយគឺគ្រាន់តែដាក់លេខអត្តទៅបាទដាក់លេខអត្តញ្ញាណប័ណ្ណណាបាទដាក់លេខអត្តញ្ញាណប័ណ្ណទៅគឺវាទាញយកទិន្នន័យពីក្នុងប្រព័ន្ធមកហ្មងបាទទាញទិន្នន័យណា
bà tiên tình đây bị không một quan mà họ đã lẽ đã nhận ban mà đai tiết vì tiên tình đây máu tiết hơi print tranh móc cứ print pi cho bắp sản phẩm cập nơi dập hơi thằng pi cái bá hơi print cho bắp đau mà cho bắp chun từ bong ôn về chưa bớt hơi nâng dịch đây chủng lót tam ca sao sống chắc bên đây thằng mách tình đây để tranh pi mà sân máu cứ pi cho bắp từ không cô làm chí hay nâng mà cho bắp để oi bong ôn cho cục pháo đôi khi niêm mà rồi bị rồiนี่คือจุดเก็ตชัดคำปรังมวยหรือเปล่ากระทรวงมหาดไทยตามแยกแก่อายุทางต่างยันกันแต่กระทรวงมหาดไทยเชื่อเสนาธิการที่รัฐบาลคือจุดเก็ตชัดคำปรังหรือเปล่าที่รัฐบาลดับเบิ้ลดอกสไลด์ปัญหาจูนบองโอนนะบ่าดอกสไลด์ปัญหาจูนบองโอนยังเชื่อเชื่อทางวิดีโอนี้ไปให้จีบองโอนคลามืออัดตอนไอ้บองโอนในเมียนจุ่มงอเซ็งแบบก่อนจุ่มมวยหนึ่งกลางเนี่ยตราโคท่านอาซาซูในขังกลางวิดีโอเด็กขยมของฮอนี่ขยมหนึ่งเชี่ยเยี่ยมชลายโตจุ่มมวยหนึ่งบองโอนตามสมัครเพียบตามการโยนดังบอกรุ่นไอ้ไงบางเจ๊ขยมซูแล้วกูทุ่มยมต่อเตี้ยแบบเอาขึ้น